តីដែលមានសិលលោកអត់ចេះច្រើនបរិយ័តអីមែនប៉ុន្តែលោកមានសិលលោកជាព្រះអរិយបុគ្គលលោកជាព្រះអរហន្តហ្នឹងហើយអានឹងងាយនឹងធ្លាក់នរកមិនធម្មតាទេគ្រាន់ថារួចពីនរកមកវាខ្វះពូជដែលឲ្យកើតនឹងចកលពងខ្ពស់ហ្នឹងឡប់បួសក្នុងសាសនាព្រះសម្មាសម្ពុទ្ធ6អង្គមុនវិបស្សីព្រះសិក្ខីព្រះវេស្សភូបកកសន្ធោបកោណាគមនោបកសបោបួសត្រួតត្រងបត្រៃបីដកប៉ុន្តែសុតមតោសវឹងហ្នឹងចំណេះដឹងហ្នឹងមើងងាយមើលថោកព្រះភិក្ខុនីដតីចេះចោះអាហ្នឹងធัวជាលោកីកាមមិនខ្ចីខ្លាចតែមានឱកាសអាចវាករណីហិនហើយឥឡូវហ្នឹងអន្តតែព្រះឧបល័យក៏បានបួសដោយមហាបតីអនុគ្រោះតេតួងនឹងឧបនិស្ស័យមានមកហើយក៏បានសូមព្រះអង្គទៅប្រព្រឹត្តធម៌ក្នុងព្រៃព្រះអង្គទ្រង់ត្រាស់ថាបើនៅជាមួយតថាគតបានទាំងគន្ធធុរៈបានទាំងវិបស្សនាធុរៈមិនមែនចាំបាច់តល់ទៅនៅក្នុងព្រៃទេអន្តែល្អហើយដោយវិបស្សនាធុរៈណាកាយវិវេកមិនច្បោកច្បល់ដោយពួកគណៈអីចឹងទៅប្រះចាករាគៈក្នុងការឃើញការលឺក្នុងការបរិភោគរួមគ្នាក្នុងការនិយាយស្ដីអីនឹងសម្ផស្សលើកាយអីហ្នឹងប្រសិជ្ជាសង្សកៈ5មុខហ្នឹងប្រកបដោយរាគៈសង្សកៈហ្នឹងក៏នាំឲ្យបាននៅនៃខមៈសពបវិវេកសពឧបសមៈសពនិងសម្ពោធិសពរៃសពរបស់បព្វជិតមាន4ហ្នឹងករិវាអដ្ឋិសពភោគសពអនៈសពអនៈវច្ចសពហើយបើសបាយ7យ៉ាង1សបាយនឹងអាវាស2សបាយមន្ទីរកោចរសបាយហ្នឹងគឺកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅ3សបាយនឹងបុគ្គល4សបាយនឹងសបាយកថា5សបាយនឹងអាហារបរិភោគអាហារជាទីសបាយមិនមែនរីករាយដោយលោភៈទេកុសលធម៌ចម្រើនឡើងចឹងខ្វះខាតអាហារក៏មិនជាទីសបាយអត់បានសម្រេចមគ្គផលទៀតក្នុងចិត្តវៈរឿងរ៉ាវមេត្តកៈមេត្តាអីហ្នឹងទី6សបាយនឹងឧតោដៅតិចអីល្មមចឹងទៅទី7សបាយនឹងអរិយាបថកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅចម្រើនសមថៈទៅអប់រំវិបស្សនាមានសមថៈជាបាតនឹងចឹងទៅសបាយ7ក្តីសព4របស់ក្រហោះរាវៈអត្តសពមានទ្រព្យភោគសពបរិភោគប្រើប្រាស់ចិនជីវិតឲ្យជាអ្នកមានសិលចឹងទៅទី3អនៈសពមិនជាពាក់បំណុលគេទី4អនៈវច្ចសពក្នុងការងារប្រសិជ្ជតោសពរបស់អ្នកបួសមាន4នៃខមៈសពយើងស្ដាប់បានហើយនៃខមៈបវិវេកៈស្ងប់ស្ងាត់ហ្នឹងណាបវិវេកសពឧបសមៈសពស្ងប់សម្ពោធិសពបានបដិវេទញ្ញាណត្រាស់ដឹងសច្ចធម៌ហ្នឹងក្នុងការអប់រំនៅព្រមចរិយធម៌ចម្រើនអរិយមគ្គប្រព្រឹត្តទៅតាមឧបនិស្ស័យអធិស្រ័យអប់រំហេតុដែលនាំឲ្យបានមជ្ឈមបដិបទាហើយលោកចាស់បួសត្រួតត្រងបភ្នោះហ្នឹងគឺប្រឹងប្រែងអប់រំហេតុបច្ច័យសនិទានណាំងណាហ្នឹងហើយដើម្បីឲ្យ
មានស្មារតីដឹងរូបធម៌នាមធម៌ហ្នឹងឯងចឹងនៅជាកុហកក៏ដឹងរូបធម៌នាមធម៌សម្រាប់មគ្គផលព្រះនិព្វានអត់មានខុសអីគ្នាទេប៉ុន្តែកុហកបើស្ដាប់ធម៌ដោយសង្ខេបឬពឹស្ដាបានសម្រេចទៅអាហ្នឹងបានទៅឧបនិស្ស័យគ្រប់គ្រាន់មកប៉ុន្តែបើនៅអប់រំ entry អាហ្នឹងគឺមិនដូចជាបព្វជិតទេបព្វជិតត្រូវអាស្រ័យគុណដ៏ខ្ពង់ខ្ពស់ជាងដើម្បីអប់រំ entry ឲ្យចាស់ខ្លាហ្នឹងក្នុងភាពជានិយៈបុគ្គលអង្គខ្លះក៏បតិបរមៈបុគ្គលទៅទៀតហ្នឹងចាំបាច់និយាយអីរឿងកុហកហ្នឹងអាហ្នឹងយើងត្រូវដឹងថាបើដឹងតែសតិប្បដ្ឋានកំណត់នាមរូបដែរចាំបាច់បួសធ្វើអីឲ្យលំបាកនៅក្នុងពភ្នោះនៅជាកុហកមានប្តីប្រពន្ធអីចឹងទៅកូនចៅសបាយតាមគរាវាមិនចិត្តតែសបាយអីណាជារឿងចង្អៀតចង្អល់សំពាធោចង្អៀតចឹងដល់ហើយវាបាត់បង់ស្មារតីទៅតាមរឿងរវល់ហ្នឹងតែបព្វជិតគឺដើម្បីមានស្មារតីហ្នឹងឯងហើយលោកឃើញតម្លៃនៃការមានស្មារតីហ្នឹងណាមួយគណៈដែលរលឹកដឹងរូបធម៌មិនមែនខ្លួននេះនាមធម៌ដែលកំពុងលឺឲ្យដឹងរឿងមិនមែនយើងនេះមានតម្លៃណាដើរទៅព្រះនិព្វានណាមានស្អីថ្លៃជាងដំណើរផ្លូវទៅព្រះនិព្វានទៀតទៅព្រះនិព្វានមិនមែនជាតិមុខទេណាព្រះនិព្វានមិនមែនកន្លែងណាទេមិនមែនបានវត្ថុអីទេគឺការអស់អាសេចក្តីប្រកាន់នឹងដោយសោតាបត្តមៈសកតេកេមិមៈជាដើមអញ្ចឹងការដែលរលឹកដឹងហ្នឹងគឺដំណើរទៅព្រះនិព្វានណាអស់អាសេចក្តីប្រកាន់ថាយើងនៅក្នុងโลกនេះនៅបញ្ញខណ្ឌនៅទៅយើងមិនយកខណ្ឌទៅនិព្វានទេណាមិនយករូបវេទនាសញ្ញាសង្ខារវិញ្ញាណទៅនិព្វានមិនយកចិត្តចេតសិករូបទៅនិព្វានទេណានៅក្នុងโลกហ្នឹងរលត់ក្នុងโลกយ៉ាងកេញសមុទ្យធម្មំសពន្តាំងនិរោធធម្មន្តិធម្មជាតិណាមានការកើតជាធម្មតាធម្មជាតិនោះរលត់វិនិច្ឆ័យជាទុក្ខហើយក៏គ្មានខ្លួនយើងឯណាផ្សេងពីខណ្ឌទៀតទៅនិព្វានដែរអាហ្នឹងឯងផ្លូវទៅនិព្វាននោះគឺការដឹងអញ្ចឹងណាដឹងដោយញាណហ្នឹងណាហ្នឹងឯងផ្លូវទៅនិព្វានគឺការលះសេចក្តីប្រកាន់អត្តាវាអត់មានស្រេចទៅហើយប៉ុន្តែវាមានតែសេចក្តីប្រកាន់អញ្ចឹងត្រូវរលឹកដឹងលោកឃើញតម្លៃនៃការរលឹកដឹងអញ្ចឹងបានលោកអត់សឹងហ្នឹងណាយើងថាអីធ្វើឲ្យលំបាកអីសម្បើម្លេះហ្នឹងឯងមុនចង្ក្រមទៅអីទៅចុះត្រាំទឹកទៀតកុំឲ្យងុយយើងថានឹងអត្តកិលេសមដ្ឋានុយោគមិនមែនទេអត្តកិលេសមដ្ឋានុយោគវាដោយទិដ្ឋិយល់តែធ្វើខ្លួនឲ្យទុកលំបាកអញ្ចឹងទៅវាអស់បាបអាហ្នឹងពពេកតវាទក្នុងបៃដកលេខ41មានអិសរៈនៃមានវាទអហេតុកវាទហើយនឹងពពេកតវាទទៅធ្វើខ្លួនឲ្យទុកលំបាកនោះវាយល់ថាទៅធ្វើទៅឲ្យអស់បាបព្រោះបាបឲ្យកើតទុកអញ្ចឹងយើងទៅធ្វើឲ្យលំបាកណានៃទៅអស់បាបបាននិព្វានហើយអាហ្នឹងវាមិច្ឆាទិដ្ឋិដល់ទៅពិខុលោកយើងមើលទៅដូចជាលោកទៅធ្វើខ្លួនឲ្យលំបាកប៉ុន្តែមិនមែនទេដើម្បីមានពេលវេលាភ្លឺស្វាងគ្រប់សង្កត់និវរណៈធัวមានសតិរលឹករូបធัวនាមធัวហ្នឹងឯងមជ្ឈមបដិបទាផ្លូវកណ្ដាលហ្នឹងមានអង្គធัวណាអង្គធัวផ្លូវកណ្ដាលមិនមែនយើងមកសម្រេចទៅអើយកុំឲ្យតឹងពេកមុំបានហើយមិនមែនសម្រេចនៅលើយើងទេព្រះបញ្ចសីលសមាទានយត្ថិរៈក្នុងបៃដកលេខ72អបទានហ្នឹងលោកបញ្ជូន5ឆ្នាំអង្គុយលើផ្លូវម៉ែម្ដាយសមាទានសិល10ពធัวទៅលោកបំពេញអបទានបញ្ញសិលហ្នឹងមកលោកសម្រេចព្រះអរហន្តនៅផ្លូវម៉ែហ្នឹងមើលតើមិនកម្មសកលកានុយោគ
អត់ទេឲ្យទៅសម្រេចមគ្គផលគឺមជ្ឈមបដិបទាអង្គធัวចឹងហ្មងឲ្យយើងយល់ថាផ្លូវកណ្ដាលមិនមែននៅលើយើងវែកញែកខ្លួនយើងខ្លួនអ្នកដទៃយើងតែងតែអូយកុំឲ្យតឹងពេកអាហ្នឹងយើងវាអត់យល់ថាផ្លូវកណ្ដាលហ្នឹងវាមានអង្គធัวគឺសតិរលឹករូបធัวនាមធัวសមាសតិសមាទិដ្ឋិចម្រើនឡើងលោកយៈលោកុត្តរៈហ្នឹងផ្លូវកណ្ដាលអង្គធัวមានអង្គធัวអង្គធัวហ្នឹងគឺបានន័យថាតួមជ្ឈមបដិបទាហ្នឹងមានតួបរមត្តមានសតិអង្គធัวសតិចេតសិកទៅបញ្ញាចម្រើនឡើងបញ្ញាចេតសិកណាហ្នឹងហើយអាហ្នឹងហើយហៅថាអង្គធัวហ្នឹងវិតកៈសមាសង្កបៈទៅហ្នឹងហើយនៅជាលោកយៈអត់មានវិរតិ3ប៉ុន្តែមានសតិមានសមាធិទៅវិរិយៈសតិសមាធិហ្នឹងអាហ្នឹងអង្គធัวចម្រើនអរិយមគ្គអង្គ5ហ្នឹងក្នុងវិបស្សនាហើយមិននៅលើយើងថាវេញែកបែងចែកទៅនេះទៅនោះទេហើយលោកចុះត្រាំទឹកយកស្មៅមកដាក់លើបស័យស័កទីបំផុតលោកសម្រេចអនាគាមីផលមានតែធ្វើខ្លួនឲ្យទុកលំបាកឯណាយើលោកធ្វើអញ្ចឹងធ្វើអីថាលោកឃើញតម្លៃនៃការដែលតើនឡើងនេះនៅសឹងវាក្នុងពវាំងវាមានចម្រើនសតិណាព្រោះសឹងវាអត់មានការរលឹកដឹងអញ្ចឹងវាខាតទៅលោកឃើញថាវាអត់មានការចម្រើនសតិបញ្ញាអញ្ចឹងជីវិតមិនដឹងនៅរស់ប៉ុណ្ណាលោកមិនសឹងឲ្យតែមិនសឹងអានឹងអាចរលឹកបានហើយរូបធัวជាធាតុមិនដឹងនាមធัวដឹងមកកណៈហ្នឹងមានតម្លៃណាហ្នឹងឯងធ្វើម៉េចឲ្យតែដឹងខ្លួនកុំឲ្យសឹងលក់ដឹងខ្លួនហើយកុំឲ្យនិវរណៈគ្រប់សង្កត់ទៀតបានជាមានសមថៈហ្នឹងណាអាហ្នឹងហើយកិច្ចទាំងអស់ហ្នឹងគឺពិសេសសម្រាប់បព្វជិតហើយគុណរបស់បព្វជិតហ្នឹងគឺអញ្ចឹងកុំឲ្យយើងលើកយកតែសតិប្បដ្ឋានមកវាយស្មើបព្វជិតជាមួយកុហកអត់បានទេកុហកហ្នឹងរវល់ច្រើនណាស់ធ្វើឲ្យបាត់បង់សតិហ្នឹងហើយប៉ុន្តែយើងត្រូវយល់ពីមជ្ឈមបដិបទាហ្នឹងអង្គធัวហ្នឹងគឺសតិរលឹកដឹងបរមត្តធัวដោយអត់មានខ្លួនយើងទៀមទាត្រូវការមគ្គផលព្រះនិព្វានអីទេតែបើវាមានបើនៅមិនតាន់បានលះមិនតាន់បានសម្រេចវាមានសេចក្តីប្រកាន់តែខ្លួនយើងអញ្ចឹងយើងចង់ទៅបួសដើម្បីប្រព្រឹត្តធัวយើងធ្វើសមាធិដើម្បីថាឲ្យចិត្តស្ងប់ចម្រើនវិបស្សនាអានឹងវាជាចិត្តបាតដែលកើតឡើងអញ្ចឹងសតិរលឹកដឹងបាននៅចិត្តបាតហ្នឹងហើយសតិប្បដ្ឋានហ្នឹងមានកុសលទានសិលសមថៈហ្នឹងជាឧបនិស្សយបច្ច័យពិតមែនតែទូសតិរលឹកបានវាអត់មានខ្លួនយើងដើម្បីថាឲ្យបានមគ្គផលអីយកមគ្គផលមកធ្វើអីបើអត់មានខ្លួនយើងអ្នកបានផងហ្នឹងហ្នឹងហើយអាហ្នឹងគឺខណៈដែលមានសតិប្បដ្ឋានប៉ុន្តែដល់ទៅការដែលយើងមានចិត្តកើតឡើងដើម្បីបានមគ្គផលដើម្បីដើរទៅកាន់ព្រះនិព្វានដើម្បីរួចផុតចាកទុក្ខហ្នឹងក៏ជាឧបនិស្ស័យនាំឲ្យយើងគុណចាស់ចូលកាន់ប្រភ្នោះបដិបត្តិសិលឲ្យបានល្អដើម្បីចម្រើនសមាធិបានវិបស្សនាហ្នឹងឧបនិស្ស័យអញ្ចឹងថាអាស្រ័យតណ្ហាហើយបានលះតណ្ហាហ្នឹងអាស្រ័យទិដ្ឋិបានលះទិដ្ឋិអាស្រ័យមានះបានលះមានះហ្នឹងប្រាថ្នាឲ្យបានសម្រេចព្រះរហ័តនិរាសោអសង្សោវិកតាសោបើថានិរាសោអត់ប្រាថ្នាហ្មងអត់ប្រាថ្នាក្នុងទីនេះគឺពីខោអត់សិលអត់ស្រឡាញ់សិលអត់បានប្រឹងប្រែងឲ្យសិលល្អផងទៅប្រាថ្នាអរហ័តអីមិនតឹងបានតាំងចិត្តឲ្យសិលបរិសុទ្ធផងហ្នឹងអាហ្នឹងហៅនិរាសោដល់ទៅអាសង្សោមានសិលល្អហើយថាណាអង្គដតីក៏ជាកូនរបស់ព្រះពុទ្ធដែរអញ្ចឹងយើងជាកូនព្រះអង្គដែរត្រូវតែបានទទួលមរតកពោធិបក្ខយធម៌អាហ្នឹងវាមានសេចក្តីប្រាថ្នាដើម្បីឲ្យខ្លួនឯងបានហើយប៉ុន្តែមិនមែនយល់ខុសថាអញ្ចឹងត្រូវបន់ស្រន់បួងសួង
ទៅសូមពីអ្វីខាងក្រៅមែនទេត្រូវតែសិលសមាធិបញ្ញាចំណងដែលចង់បានព្រះអរហន្តនឹងជាឧបនិស្ស័យនៃសិលសមាធិបញ្ញាឧបនិស្សយបច្ច័យណាដល់សិលសមាធិបញ្ញាចម្រើនជាហេតុសនិទាននឹងសម្រាប់ព្រះអរហន្តទៅវាត្រូវលះតណ្ហាហ្នឹងហើយលះមាននេះហ្នឹងហើយសោតាបត្តមៈលះទិដ្ឋិវាអត់មានសម្គាល់តែមានខ្លួនយើងត្រូវបានមគ្គផលអីទេតែនឹងឯងដែលជាការបានសម្រេចមគ្គផលដំណើរផ្លូវទៅព្រះនិព្វានប៉ុន្តែដែលបានហ្នឹងមិនមែននៅក្នុងសេចក្តីសម្គាល់មានខ្លួនយើងអ្នកបានដូចយើងបានផ្ទះបានដីអីទេណាទ្រព្យសម្បត្តិមនុស្សសម្បត្តិទេវតានៅក្នុងសេចក្តីសម្គាល់មានខ្លួនយើងអ្នកបានអានោះចង្អៀតចង្អល់ខ្វល់គ្រប់គ្រងហួងហែងអាហ្នឹងវាបាននៅសម្បត្តិក្នុងលោកដោយទិដ្ឋិចាប់ប្រកាន់ទៅតែដល់ទៅបានសម្បត្តិព្រះនិព្វានគឺបានការអស់សេចក្តីប្រកាន់ហ្នឹងហើយក្តីប្រកាន់តែមានយើងហ្នឹងវានៅសល់តែរូបធម៌ជាធាតុមិនដឹងវេទនាសោយអារម្មណ៍យើងមានទៅរស់សបាយឲ្យអស់ចិត្តមិត្តអស់ចង់អីឡាញ់លោស្លាប់ទៅវាអត់បានសបាយអីវាអត់មានមកប្រកាន់ថាការសោយអារម្មណ៍ហ្នឹងជាយើងទេអញ្ចឹងសេចក្តីសុខវាមាននៅក្នុងព្រះមច្ឆយធម៌ទានសិលភាវនាសិលសមាធិបញ្ញាមិនហាមឃាត់សេចក្តីសុខឯណាផ្លូវទៅព្រះនិព្វានទៅដោយសុខសោមនស្សព្រះពុទ្ធអង្គសម្ដែងនៅក្នុងមហាវីរវៈក៏មាននៅក្នុងពោធិរាជកមាសូត្ររាជវៈហ្នឹងក៏មានមហាវីរវៈកន្លែងដែលព្រះអង្គត្រាស់ថាបើមានវិធីបានឃើញអរិយសច្ចធម៌ដោយការចាក់ដោយលំពេងបើសិនបើណាមួយថ្ងៃគេចាក់300លំពេងរាល់ថ្ងៃអស់មួយឆ្នាំហើយគេចាក់ទៀតអស់100ឆ្នាំរួចទៅបានត្រាស់ដឹងអរិយសច្ចធម៌ហ្នឹងក្នុងបៃដកលេខ39ហ្នឹងហើយអ្នកទាំងឡាយទៅឲ្យគេចាក់ទៅបើមានរបៀបត្រាស់ដឹងសច្ចធម៌ដោយការចាក់ដោយលំពេងហ្នឹងប៉ុន្តែព្រះអង្គគ្រាន់តែបញ្ជាក់ថារបៀបត្រាស់ដឹងសច្ចធម៌ហ្នឹងវាអត់មានទៅតាមផ្លូវហ្នឹងទេតែព្រះអង្គលើកឡើងថាបើវាមានផ្លូវហ្នឹងរបៀបហ្នឹងគេចាក់មួយថ្ងៃ300លំពេងចាក់អស់100ឆ្នាំត្រាស់ដឹងសច្ចធម៌អញ្ចឹងអ្នកទាំងឡាយទៅឲ្យគេចាក់ទៅពីព្រោះអីពីព្រោះសេចក្តីទុកក្នុងវត្តដាក់ហ្នឹងវាក្រៃលែងជាងហ្នឹងក្តីទុកក្នុងនរកក្នុងវត្តសង្សារណាប៉ុន្តែព្រះអង្គសម្ដែងពីផ្លូវទៅព្រះនិព្វានទៅដោយសុខសោមនស្សទេមិនមែនទៅដោយសេចក្តីទុកទោមនស្សចឹងទេហើយព្រះអង្គសម្ដែងហ្នឹងសម្ដែងធ្វើអីកុំឲ្យយើងរំអួយដែលយើងប្រព្រឹត្តក្នុងសិលសមាធិបញ្ញាដើម្បីឃើញអរិយសច្ចធម៌ហ្នឹងណាមានរឿងអីទៅចិត្តតិចតួចហ្នឹងរំអួយវាមិនបានមកលំពេងផងប៉ុន្តែយើងមិនក៏មិនមកសบายចិត្តនឹងមានសិលនេះមានបត្រៃណគុំជាបាតមានសិលមានសមាធិមានបញ្ញានេះយើងមកសบายទៅព្រោះនេះជាដំណើរផ្លូវទៅព្រះនិព្វានទៅឃើញអរិយសច្ចធម៌ហ្នឹងហើយវាមិនបានត្រូវមកលំពេងទេណាហ្នឹងហើយព្រះអង្គសម្ដែងហ្នឹងគឺដើម្បីរំលឹកយើងកុំឲ្យរំអួយមួយដូចយើងកូនតូចរំអួយដើរដួលទៅយំងាយឲ្យម៉ែទៅលើកហើយយើងរំអួយមនុស្សធំមនុស្សចាស់ហ្នឹងងួងក់ទៅដីប្រពន្ធអីហ្នឹងមិននិយាយមិនស្ដីទៅមុខកមើអីចឹងទៅអាហ្នឹងរំអួយហើយចង់ឲ្យគេលួងលោមចង់ឲ្យគេយល់ចិត្តអីហ្នឹងណាអារំអួយហ្នឹងណាដល់តែយើងមកគិតថាណែយើងបានបត្រៃណគុំបានសិលនេះគឺណាប្រព្រឹត្តទៅដើម្បីព្រះនិព្វានណាមិនមែនជារឿងចាក់300លំពេងទេហើយប្រព្រឹត្តទៅដើម្បីឃើញសច្ចធម៌ទៀតដោយសារយើងសំណាងល្អជួបនឹងព្រះពុទ្ធអង្គបានត្រាស់ហើយយើងកើតមកជាមនុស្សទេគួរតែសប្បាយមែនទេណាកូនចាស់នៅក្នុងភ្នោះហ្នឹងណាលំបាកបណ្ណាវាមិនដល់មួយលំពេងចាំបាច់300លំពេងហើយ100ឆ្នាំព្រះអង្គសម្ដែងមិនមែនមួយឆ្នាំ365ថ្ងៃថែម6ម៉ោងហ្នឹងទេណា4ឆ្នាំថែមមួយថ្ងៃទៀតយើងគិតមួយថ្ងៃ300លំពេងគិតដែរទៅ365ហ្នឹង
ថែម6ម៉ោងណាអញ្ចឹងបាន4ឆ្នាំទៅ6 4ដង24ហ្នឹងខែកុម្ភៈហ្នឹងគេថែមមួយថ្ងៃថ្ងៃមួយថ្ងៃហ្នឹង300លំពេងហើយ100ឆ្នាំហើយបើវាមានវិធីត្រាស់ដឹងសច្ចធម៌របៀបហ្នឹងទៅឲ្យគេចាក់ទៅព្រះអង្គឲ្យទៅចាក់ទៅប៉ុន្តែអានឹងអត់ទេគ្រាន់តែព្រះអង្គរំលឹកកុំឲ្យយើងរំអួយកុំឲ្យយើងគ្រាន់តែមានរឿងអីតិចតួចអីហ្នឹងក៏មិនចេះរក្សាចិត្តឲ្យបានពីក្តីសុខហើយឲ្យយើងចេះអត់ធន់ជាមួយព្រះមច្ឆរិយធម៌នេះដោយព្រះអង្គតែងមេភិក្ខវេបញ្ញាណังភយិដ្ឋៈនេះគង់នៅក្នុងព្រៃមុខខំមិនបានបច្ច័យ4គ្រប់គ្រាន់មិនបានចង្ហាន់តាមបំណងប្រាថ្នាចង់ក្តៅបានតិចចង់តិចបានក្តៅអីយ៉ាងណាអាហ្នឹងគឺព្រះអង្គឲ្យអត់ធន់ទៅឲ្យតែកុសលធម៌ចម្រើនឡើងនៅកន្លែងណានៅទៅបច្ច័យ4មិនគ្រប់គ្រាន់ក៏ដោយអកុសលធម៌សាបសូន្យទៅនៅរហូតទៅអាហ្នឹងឯងមិនដល់មកលំពេងទេសេចក្តីទុក្ខលំបាកហ្នឹងនោះហ្នឹងហើយអាហ្នឹងធ្វើឲ្យយើងរឹងប៉ឹងយើងអត់ធន់បានហ្នឹងគឺផ្លូវទៅព្រះនិព្វានហ្នឹងទៅដោយសុខសោមនស្សតាដល់ទៅពេលសម្រាប់សមាធិទៅសោមនស្សហើយបៃតេបាមកជាយតោសម្មាសតិខន្ធានាងឧទយបយ៉ាងលបតេបៃតេបាមកជាងអមតាំងតាំងវិជាអ្នកតាំងអង្គដៃក្នុងភិក្ខុវៈបានបៃតេបាមកជាជាអមតៈរបស់អ្នកចេះដឹងព្រះអត្តថាលោកបញ្យល់ថាគឺបៃតេបាមកជាហ្នឹងណាក្នុងដំណើរផ្លូវឆ្ពោះអមតៈហ្នឹងឯងចឹងឲ្យពុទ្ធបរិស័ទយើងបានជ្រាបពីរឿងធัวជាទីពឹងជីវិតរបស់យើងព្រឹត្តទៅតាមកម្មបើយើងមិនពឹងបុណ្យទេទេវតាប្រអិនប្រព្រំណាមកជួយអត់បានទេវាអត់មានហេតុផលអ្នកដតីធ្វើកម្មហើយយើងទទួលវិបាកកម្មដែលអ្នកដតីធ្វើអត់មានទេគឺត្រូវតែប្រព្រឹត្តទៅតាមកម្មព្រះមហាមោគលានបាបកម្មវាយសម្លាប់ម៉ែឪពីជាតិមុនមកហ្នឹងលោកអេកតតកៈខាងរិទ្ធហើយហ្នឹងណានៅតែទទួលអកុសលវិបាកហ្នឹងចោលស៊ីឈ្នួលមកគប់នឹងយើងដឹងហើយរឿងហ្នឹងគ្រាន់តែយើងរំលឹកថាព្រះជាម្ចាស់ណាមកជួយបានហើយយើងមើលសត្វទេរិឆានទុកលំបាកអីហ្នឹងនៅលើព្រះជាម្ចាស់ណាមកបង្កើតសត្វលោកហ្នឹងមកហើយខ្លាចថាប្រព្រំអីប្រព្រំមេត្តាករុណាមិនក៏បង្កើតទេឆានមិនក៏បង្កើតនរកប្រែតអសុរកាយហើយចូលរាគៈទោសៈមោហៈហ្នឹងព្រំបង្កើតឲ្យដែរហើយទៅបង្កើតរាគៈទោសៈមោហៈរាគៈទោសៈមោហៈហ្នឹងឯងជាអកុសលមូលនាំឲ្យធ្វើអកុសលកម្មហើយតាំងថាសូមកម្មាទោសហើយជិតកុំតែមានលោភៈទោសៈមោហៈទៅហើយមាននរណាទៅធ្វើបាបប៉ុណ្ណចង់វិស័យសក់ដូច្នេះវាអត់មាននរណាសាងឲ្យទេវាជារឿងអនុស័យដែលនៅមិនទាន់បានលះដោយអរិយមគ្គវាអត់ធ្វើដោយខ្លួនឯងក៏អត់មានអ្នករតីធ្វើឲ្យដែរអានឹងតើយើងចម្រើនវិបស្សនាពឹងខ្លួនយើងទៅបានយើងឃើញដំណើរនៃជីវិតហ្នឹងវដ្តសង្សារហ្នឹងគណៈបដិសន្ធិសពសត្វទាំងអស់ឲ្យតែមានជីវិតិន្ទ្រីគណៈបដិសន្ធិក្នុងបញ្ចវោការភពមានតែកម្មមជ្ឈរូបហើយនឹងវិបាកបដិសន្ធិហ្នឹងផលវិបាករបស់កម្មសុទ្ធទេរូបវាមានចិត្តចរូបអតចរូបអាហារចរូបមកក្នុងប្រវត្តិកាលទៅប៉ុន្តែក្នុងគណៈបដិសន្ធិអត់ទេមានតែកម្មមជ្ឈរូបហ្នឹងហើយមនុស្សយើងនៅក្នុងផ្ទៃនៃមេត្តាមានកាយទេសកៈមានភាវៈទេសកៈមានវត្ថុទេសកៈណា3 10 ដង 30អាហ្នឹងគណៈបដិសន្ធិមានទេវតាប្រអិនប្រព្រំណាមកសាងកម្មជាបច្ច័យកម្មមជ្ឈរូបរួចទៅបានមានប
បញ្ញសាខាមានភ្នែកមានតិចមានយមកមានដាតអីទេសកៈអីតាមនឹងមកទៀតមកកាយប្រសាទមានតាំងពីគណៈបដិសន្ធិភាវរូបស្រីប្រុសមានតាំងពីគណៈបដិសន្ធិហើយនឹងវត្ថុរូបជាទីអាស្រ័យនៃវិបាកបដិសន្ធិជាអញ្ញមញ្ញបច្ច័យព្រោះកើតស្មើគ្នាហតិយវត្ថុក៏ជាសហជាតិបច្ច័យនៃវិបាកវិបាកក៏ជាសហជាតិបច្ច័យនៃហតិយវត្ថុក៏ជាអញ្ញមញ្ញបច្ច័យអានឹងអញ្ញមញ្ញបច្ច័យនឹងបានទៅជាមួយហតិយវត្ថុអីរូប30ហ្នឹងណា29ទៀតវាអត់បានជាបច្ច័យនៃវិបាកវាគ្រាន់តែកើតអាស្រ័យវិបាកបដិសន្ធិហ្នឹងព្រោះក្នុងគណៈហ្នឹងវាអត់មានចិត្តតជារូបវិបាកបដិសន្ធិហ្នឹងគឺជាចេតកបច្ច័យដល់កម្មជារូបទាំង30ហ្នឹងអត់មានរូបកើតពីខ្លួនឯងទេចិត្តតជារូបណាអត់មានទេមានតែកម្មជារូបហ្នឹងអញ្ចឹងវិបាកហ្នឹងក៏ជាសហជាតិបច្ច័យនៃកម្មជារូបទាំងអស់ប៉ុន្តែកម្មជារូបមានហតិយវត្ថុឯដែលជាសហជាតិបច្ច័យមកដល់វិបាកបដិសន្ធិចិត្តចេតសិកបដិសន្ធិហ្នឹងណាអញ្ចឹងអញ្ញមញ្ញបច្ច័យរវាងហតិយវត្ថុហើយនឹងវិបាកបដិសន្ធិក្នុងបដិសន្ធិកាលតែដល់មកប្រវត្តិកាលអត់ទេហតិយវត្ថុហ្នឹងគឺជាវត្ថុបុរេជាតិបច្ច័យដល់ចិត្តចេតសិកដែលអាស្រ័យនឹងហតិយវត្ថុហ្នឹងហតិយវត្ថុហ្នឹងនៅតែជាកម្មជារូបអញ្ចឹងដែលកើតរលត់ទៅជាកើតតមកទៀតមកហើយក្នុងបឋមភវៈបន្ទាប់ពីបដិសន្ធិនឹងរលត់ទៅបឋមភវៈទី1ហ្នឹងគឺអត់បានជាសហជាតិបច្ច័យនៃកម្មជារូបទៀតទេជាសហជាតិបច្ច័យនៃចិត្តតជារូបរូបដែលកើតពីចិត្តហ្នឹងត្រូវកើតពីបឋមភវៈហ្នឹងជាសហជាតិមិនមែនបង្កប់បញ្ជាអីទេអាហ្នឹងឧបាទកណៈចិត្តតជារូបកើតស្មើគ្នាអញ្ចឹងវាមានប្រកបវិជាអីធម្មជាតិចិត្តតជារូបហ្នឹងវាកើតឡើងអញ្ចឹងទៅដោយចិត្តហ្នឹងជាចេតកបច្ច័យចេតកឲ្យកើតហ្នឹងណាកើតចិត្តតជារូបហ្នឹងគឺអត់មានជាបច្ច័យនៃកម្មជារូបអីទៀតទេកម្មជារូបហ្នឹងនៅលើកម្មជាបច្ច័យជាចេតកបច្ច័យតែម្យ៉ាងប៉ុន្តែចិត្តដែលកើតក្រោយហ្នឹងវានៅជាឧបធម្មបកបច្ច័យដល់រូបទាំង4សមុទ្ឋានដែលកើតមុននោះមិនមែនជាចេតកបច្ច័យទេមិនមែនឲ្យរូបមុននឹងកើតទេសំបីតែចិត្តតជារូបកើតឡើងហ្នឹងចិត្តហ្នឹងក៏រលត់ទៅហើយតែរូបហ្នឹងស្ថិតនៅក្នុងថេតិកណៈអញ្ចឹងចិត្តដែលកើតក្រោយហ្នឹងជាបច្ឆាជាតិបច្ច័យកើតក្រោយទៅជាបច្ច័យដល់រូបដែលកើតមុនហើយស្ថិតនៅក្នុងថេតិកណៈអញ្ចឹងចិត្តដែលជាបច្ច័យហ្នឹងមិនមែនចេតកបច្ច័យឲ្យកើតទេតែគ្រាន់តែឧបត្ថម្ភដល់រូបដែលកើតមុនទាំង4សមុទ្ឋានកើតពីកម្មចិត្តអតោអាហារហ្នឹងបានមានពាក្យថាបច្ឆាជាតិបច្ចយោហ្នឹងណាហ្នឹងគ្រាន់តែយើងរៀនមេរៀនទៅឲ្យសប្បាយត្រង់ឲ្យថាវាអត់មានទេវតាប្រអិនប្រព្រំណាមកបង្កើតសត្វលោកទេគណៈបដិសន្ធិហ្នឹងខ្ញុំណាក៏ចង់រំលឹកគណៈបដិសន្ធិហ្នឹងគឺមានតែផលវិបាករបស់កម្មសុទ្ធទាំងកម្មជារូបទាំងវិបាកបដិសន្ធិចិត្តចេតសិកហ្នឹងអត់មានរូបដតីអត់មានចិត្តចេតសិកដតីព្រោះរូបវាមានរូបកើតពីចិត្តរូបកើតពីអតោអាហារផងហើយចិត្តវាមានកុសលអកុសលអព្យាក្រឹតដែលជាកិរិយាផងប៉ុន្តែក្នុងគណៈបដិសន្ធិមានតែអព្យាក្រឹតដែលជាវិបាកកុសលវិបាកអកុសលវិបាកកុសលវិបាកមាននៅក្នុងសុគតិភពអកុសលវិបាកអបាយភូមិនរកប្រែតទេឆានអសុរកាយអ្វីជាបរមត្តធម៌មានបច្ច័យឲ្យកើតឡើងអញ្ចឹងអត់មានអ្នកសាងឲ្យខ្លួនយើងក៏អត់មានយើងសាងឲ្យខ្លួនឯងដែរយើងស្ដាប់ឲ្យយល់ឡើងហ្នឹងទៅដោយអាចារ្យលកសបៈក្នុងបៃដកលេខ31ឧបនិស្ស័យព្រះរហន្តប៉ុន្តែធ្លាត់ទៅអាចារ្យសិនទៅ
ហើយដល់មកជួបព្រះអង្គទូលសួរថាព្រះអង្គសេចក្តីទុក្ខបុគ្គលធ្វើឲ្យខ្លួនឯងឬកំពូលដូច្នោះឡើយកសបៈអញ្ចឹងសេចក្តីទុក្ខអ្នកដតីធ្វើឲ្យឬព្រះអង្គកំពូលដូច្នោះឡើយកសបៈដីទុក្ខគឺនាមរូបហ្នឹងណាវត្តដាក់ហ្នឹងណាឧបាទានខណ្ឌទុក្ខហ្នឹងណាអញ្ចឹងសេចក្តីទុក្ខបុគ្គលធ្វើឲ្យខ្លួនឯងខ្លះអ្នកដតីធ្វើឲ្យខ្លះឬព្រះអង្គកំពូលដូច្នោះឡើយកសបៈអញ្ចឹងសេចក្តីទុក្ខមិនមែនបុគ្គលធ្វើឲ្យខ្លួនឯងទេមិនមែនអ្នកដតីធ្វើឲ្យទេកើតឡើងឯងឯងទេព្រះអង្គឃើញទេអត់តាន់បានស្ដាប់ក្នុងពុទ្ធសាសនាណាវាដឹងតែពីបច្ច័យដែលនាំឲ្យទុក្ខកើតឡើងហ្នឹងគឺខ្លួនឯងអ្នកធ្វើវាប្រកាន់បច្ច័យហ្នឹងជាអត្តាណាឬក៏អ្នកដតីធ្វើឲ្យចឹងបានចិត្តតែមុំម៉ៅក្តៅកាហាយស្អប់អ្នកដតីហ្នឹងថាគេធ្វើឲ្យឬក៏ក្តៅកាហាយស្ដាយក្រោយបន្ទោសខ្លួនឯងថាខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងឯងមានអញ្ចឹងឲ្យទៅនៅក្នុងការប្រកាន់ទិដ្ឋិព្រះអង្គបដិសេធទាំង4ណាយើងចង់តែមើលបល័យមើលអីក្នុងប្រសូតបៃដកលេខ31ខាងដើមដែរហ្នឹងតែមិនមែនទី1ទេណាហ្នឹងឯងបន្តមកទី2វិភង្កសោតទី3បដិបទាសោតទៅហ្នឹងឯងបន្តរឿងមានអាចលកសបៈនឹងទូលសួរព្រះអង្គពីរស់ហើយយើងបដិបត្តិទៅពីមួយឆ្នាំទៅដែលប៉ុនទំនុកម្រងឲ្យយើងបានរស់យើងកាន់ទៅយល់ខ្លឹមសារដែលអាចលកសបៈទូលសួរព្រះអង្គនឹងខ្លឹមសារជ្រៅក្នុងបដិច្ចសមុបាទធម៌ណាងាយយើងស្ដាប់យល់ទេព្រោះយើងនៅក្នុងការប្រកាន់ទូខ្លួនយើងស្ដាប់អញ្ចឹងទៅលេងយល់បាត់ហើយបុគ្គលធ្វើដោយខ្លួនឯងឬអ្នកដតីធ្វើឲ្យឬបុគ្គលធ្វើដោយខ្លួនឯងខ្លះអ្នកដតីធ្វើឲ្យខ្លះឬអញ្ចឹងព្រះអង្គបដិសេធអញ្ចឹងមានតែសេចក្តីទុក្ខហ្នឹងមិនមែនបុគ្គលធ្វើដោយខ្លួនឯងមិនមែនអ្នកដតីធ្វើឲ្យកើតដល់ឯងឬកំពូលដូច្នោះឡើយកសបៈអញ្ចឹងសំណួរទី5សេចក្តីទុក្ខមិនមានទេឬព្រះអង្គអានោះវានាំឲ្យទៅសួរដល់កន្លែងហ្នឹងហើយមកបដិសេធ4ខាងដើមហើយហ្នឹងយើងយកទៅគិតមើលគិតទៅបានយើងយល់ថាវាត្រូវតែសួរដល់សំណួរទី5ហ្នឹងវាត្រូវតែសួរថាអញ្ចឹងសេចក្តីទុក្ខមិនមានទេឬព្រះអង្គត្រាស់ថានេកសបៈសេចក្តីទុក្ខមានពិតហើយដល់ទៅសេចក្តីទុក្ខមានពិតគាត់វាមិនដឹងថាម៉េចសេចក្តីទុក្ខមានតែសួរ4ខាងដើមហ្នឹងព្រះអង្គបដិសេធដីទុកហ្នឹងវាមិនមែនបុគ្គលធ្វើដោយខ្លួនឯងវាមិនមែនអ្នកអតីតធ្វើឲ្យមិនមែនធ្វើដោយខ្លួនឯងខ្លះអ្នកអតីតខ្លះមិនមែនកើតឡើងដោយអត់ហេតុទេតែសេចក្តីទុកមានតល់ច្រកនឹងថាមិនអញ្ចឹងមានតែព្រះអង្គអត់ស្គាល់សេចក្តីទុកទេអីព្រះអង្គអត់ដឹងសេចក្តីទុកទេសួរព្រះអង្គត្រង់អញ្ចឹងហ្មងហើយបានព្រះអង្គត្រាស់ថាតថាគតដឹងសេចក្តីទុកពិតឃើញសេចក្តីទុកពិតដល់អញ្ចឹងសូមព្រះអង្គសម្ដែងប្រាប់មកសេចក្តីទុកហ្នឹងដល់ព្រះអង្គសម្ដែងប្រាប់វាផ្លូវកណ្ដាលទេវាមិនមែនរឿងខ្លួនយើងធ្វើឲ្យខ្លួនឯងមិនមែនអ្នកអតីតធ្វើឲ្យអវិជ្ជាបច្ចយាសង្ខារាបច្ចយាវិញ្ញាណังឃើញទេវាផ្លូវកណ្ដាលហ្មងណាវាអត់មានយើងទេណាអវិជ្ជាណាទោសរបស់វត្តដាក់ហ្នឹងមកវាអត់មានអ្នកដតីទេណាអូយពីរោះហើយព្រះអង្គពីរោះហើយមិនដែលបានស្ដាប់ទេពីមុនមកហើយសំបួសផងព្រះអង្គសំបួសហ្នឹងហើយព្រះអង្គក៏ថាអេមកអញ្ចឹងតលតែថាវានៅក្នុងទិដ្ឋិយៈបរិវាសមិនបរិវាសសង្ឃារិសេទិដ្ឋិយៈគេថាអន្តេរដ្ឋីមកបួសនៅក្នុងទិដ្ឋិយៈបរិវាសហ្នឹងដើម្បីភិក្ខុត្រួតត្រាពិនិត្យមើលលមុំឲ្យឧបសម្បទាបានអញ្ចឹងណាប៉ុន្តែតថាគតដឹងដែលត្រូវឲ្យឧបសម្បទាក៏ឲ្យភិក្ខុនាំលោកទៅបំពោះទៅហើយក៏ឧបសម្បទាចំពោះពភៈព្រះដែលមានពភៈទៅព្រះថេរៈកសបៈនឹងប្រឹងប្រែងជាយាមសម្រាប់ព្រះរហ័តជាព្រះរហន្តមួយអង្គទៅណាហ្នឹងក៏ឲ្យពុទ្ធបរិស័ទយើងណាមើលក៏ធัวអត់ដែរបានស្ដាប់អត់យល់អញ្ចឹងណាវាដឹងថាខ្លួនឯងធ្វើឲ្យខ្លួនឯងនេះអតីតធ្វើឲ្យអញ្ចឹងទៅមួម៉ៅក្តៅកាហាយវិវៈតែតាមពិតយើងអត់មិនជាអ្នកទោសអត់បានសាងសេចក្តីទុកមកឲ្យខ្លួនឯងឯណា
យើងរੂកន្លែងនឹងខូចសុបាយណាយើងរួចពីភាពអ្នកទោសណាព្រោះយើងមិនមែនបង្កើតវត្តដាក់នេះមកកិលេសកម្មវិបាកអីខណ្ឌអីរស់អាមិនឈឺអាមិនឆ្លាប់ពេលណាមិនមែនយើងអ្នកសាងមកឯណាអ្វីដែលមិនមែនយើងអ្នកសាងយើងត្រូវតែរួចខ្លួនមិនមែនជាអ្នកទោសទេនៅជាអ្នកសិក្សាការពិតហ្នឹងហើយហ្នឹងឲ្យពុទ្ធបរិស័ទបានជ្រាបថាក្នុងការដែលពុទ្ធបរិស័ទយើងបានមកជួបនឹងពុទ្ធសាសនានេះយើងបានដឹងថាកម្មនាវត្តតិលោកោកម្មនាវត្តតិបជាសន្មត់ថាសត្វលោកហ្នឹងណាប្រព្រឹត្តទៅតាមកម្មប៉ុន្តែសត្វលោកហ្នឹងបញ្ញត្តិទេណាបញ្ញត្តិទៅលើផលវិបាករបស់កម្មហ្នឹងដោយបរមត្ថវាអត់មានអត្តាទេហ្នឹងឲ្យយើងយល់ក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងពីអត្តាយើងត្រូវដឹងថាព្រះអង្គសម្ដែងបញ្ញត្តិទៅលើអីដោយថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងអាការដែលទៅឈ្នះលបែងគេនោះណាអាហ្នឹងឈ្នះខ្លួនឯងនេះគឺកិលេសទាំងពួងហ្នឹងព្រះអរថាលោកប្រាប់ហើយដល់ទៅខ្លួនទីពឹងខ្លួនហ្នឹងគឺលោកយៈលោកុត្តរោធម្មោអត់មានអត្តាទេយើងត្រូវឲ្យឆ្លាតឲ្យដឹងថាព្រះអង្គសម្ដែងអត្តាហេអត្តណោនាថោគឺព្រះអង្គសម្ដែងបញ្ញត្តិទៅលើអីអត្តានញ្ញេបយ៉ាងជាញារខយនាំងសរកតាំងបើដឹងតែខ្លួនជាទីស្រឡាញ់ណាក៏បីរក្សាខ្លួនហ្នឹងឲ្យបានល្អហ្នឹងគឺរក្សាដោយកុសលធម៌ហ្នឹងឯងរក្សាចិត្តហ្នឹងណដ្ឋេអត្តសមੰពេមੰស្រឡាញ់អីស្មើនឹងស្រឡាញ់ខ្លួនមិនមែនគឺបញ្ញត្តិមិនមែនអ្នកដតីអេកញ្ចៈជាយមត្តាណੰសវេសង្គាមយុត្តមកហ្នឹងព្រះអង្គសម្ដែងជាពរព្រះនាងកដុលកេសាហ្នឹងយោសាសង្សាសេនៈសង្គាមេមេនុសេជិនេឈ្នះមនុស្ស1000នាក់1000ដងក្នុងសមរភូមិក៏មិនប្រសើរឈ្នះខ្លួនឯងតែម្នាក់នេះអេកញ្ចៈជាយមត្តាណੰឈ្នះខ្លួនឯងតែម្នាក់បល័យហ្នឹងប្រែអញ្ចឹងគ្រប់គ្រាន់សេចក្តីអេកញ្ចៈជាយមត្តាណੰឈ្នះខ្លួនឯងតែម្នាក់សវេសង្គាមយុត្តមកអញ្ចឹងខ្លួនឯងហ្នឹងគឺអីគឺកិលេសគឺបាបហ្នឹងឲ្យយើងដឹងថាក្នុងពុទ្ធសាសនាប្រើពាក្យខ្លួនហ្នឹងគឺបញ្ញត្តិទៅលើអីហ្នឹងហើយអញ្ចឹងនៅក្នុងរឿងឯថាសត្វលោកប្រព្រឹត្តទៅតាមកម្មហើយសត្វលោកហ្នឹងគឺផលវិបាករបស់កម្មឧណោលោកោអតិតោតណ្ហាទាសោសត្វលោកខ្វះកលាស់ជានិច្ចមិនចេះឆ្អែតជាទាសៈនៃតណ្ហាសត្វលោកហ្នឹងគឺអីគឺអភិសង្ខារគឺកម្មដែលអាស្រ័យតណ្ហាជាបច្ច័យឈ្មោះតែសត្វលោកអ្នកបំរើតណ្ហាតែមានអត្តាឯណាកម្មកើតមានព្រោះតណ្ហាជាបច្ច័យហ្នឹងហើយនឹងបដិច្ចសមុបាទធัวរឿងព្រះអង្គសម្ដែងអត្តាហ្នឹងដោយច្រើនគឺបញ្ជាក់ថាមិនមែនអ្នកដតីគឺខ្លួនយើងហ្នឹងត្រូវជាទីពឹងនៃខ្លួនឯងពឹងបុណ្យកុសលយើងធ្វើកឋិនទានហ្នឹងយើងប្រាថ្នាដែលយើងវានៅមានសេចក្តីត្រូវការប្រាថ្នាហ្នឹងណាប្រាថ្នាវិវត្តៈដល់តែមានសតិប្បដ្ឋានវិវត្តៈហ្នឹងគឺអត់មានអត្តាទូខ្លួនយើងអីជាអ្នកបានអីទេព្រោះវាអត់មានអត្តាទូខ្លួនអាហ្នឹងបានហើយមិនបងយើងប្រាថ្នាអញ្ចឹងវាតាមទិដ្ឋិតណ្ហាជាឧបនិស្សយបច្ច័យប៉ុន្តែយើងមិនមែនប្រាថ្នាមង្គលភាកផ្អើលទៅធ្វើអីណាខុសទៅពីទៅពះដែលជាវិសមៈហេតុទិដ្ឋិហេតុផ្សេងផលផ្សេងនេះគ្រាន់ទៅធ្វើវត្តជាប់វត្តចេតពុនថាព្រះភិក្ខុសង្ឃសបោបច្ច័យ4ហ្នឹងដោយសារដីហ្នឹងវាដីឲ្យលៀបឲ្យជ័យទៅយល់ខុសអញ្ចឹងតាមពិតពុទ្ធបរិស័ទជ្រះថ្លាបានជាព្រះអរិយបុគ្គលតបស្នងគុណតបស្នងសងគុណព្រះសាសនាសបោបច្ច័យ4ហ្នឹងប៉ុន្តែពួកនេះគ្រុនយល់មង្គលភ្ញាក់ផ្អើលអញ្ចឹងទេថាដីហ្នឹងឯងនាំឲ្យសបោលេបអញ្ចឹងមិនមែនថាធ្វើវត្តចេតពុនអស់ទេមិនក៏នៅក្បែរហ្នឹងណាយ៉ាងទៅប្រម៉ែប្រមូលប្រាក់បានមួយសែនយកទៅថ្វាយព្រះរាជាសុំធ្វើវត្តជាប់ហ្នឹងតែក្រោយមកដោះស្រាយទៅបានទៅជារាជការាមទៅទីគង់នៅនៃព្រះភិក្ខុនីទៅហ្នឹងយើងមិនមែនថាប្រកាន់ខ្លួនយើងហើយទៅធ្វើអីឲ្យខុសហេតុផលទេ
ត្រូវបរិបត្តិក្នុងសិលសមាធិបញ្ញាធ្វើកឋិនធ្វើបុណ្យអីក៏ប្រាថ្នាវិវត្តដាក់ទៅជាសមាបដិបទាទានសិលភាវនាសិលសមាធិបញ្ញាដល់ទៅពេលសតិប្បដ្ឋានកើតឡើងផ្លូវទៅព្រះនិព្វានហ្នឹងគឺវាអត់មានសេចក្តីសម្គាល់ថាមានខ្លួនយើងឥឡូវនេះហើយស្រេចបើអត់មានយើងហើយទៀមទាអីឲ្យយើងបានអីគ្រាន់តែដឹងថាការដែលឮហើយនឹកគិតដឹងរឿងហ្នឹងសតិរលឹកបានទៅជានាមធัวមានជាទីតាំងនៃសតិរលឹកតែដល់ទៅសតិរលឹកទៅវាលះទិដ្ឋិហើយទិដ្ឋិវាអត់មកចាប់ទេឮវាអត់មានតួទិដ្ឋិអីឮប៉ុន្តែទិដ្ឋិវាចាប់យកទៅបានវាប្រកាន់ថាយើងឮហ្នឹងឯងឮវាអត់មានអត្តារហូតតែសំបីតែទិដ្ឋិហ្នឹងក៏អត់មានជាអត្តាប៉ុន្តែវិសេសលក្ខណៈរបស់វាប្រកាន់អញ្ចឹងប្រកាន់ថាជាខ្លួនយើងអញ្ចឹងហើយវានាំឲ្យមានកម្មនាំឲ្យមានវិបាកដល់ទៅសតិរលឹកលឺនឹងរឿយទៅលឺឲ្យដឹងរឿងជានាមធัวអត់មែនជាខ្លួនយើងអញ្ចឹងឥឡូវហ្នឹងនៅក្នុងវត្តច្បក់មានជ័យហ្នឹងក៏អត់មានយើងដែរហ្នឹងឯងចឹងនឹងនិព្វានអ្នកសបាយាបដិបទាជាទីសបាយដើម្បីព្រះនិព្វានចឹងយ៉ាងសូមឲ្យពុទ្ធបរិស័ទយើងជ្រះថ្លានៅក្នុងទេពឋានវិបស្សនាមជ្ឈិមបដិបទាគឺថាមានបច្ច័យគឺបព្វជិតអភោកាសោមានឱកាសឆ្លាស់ធំទលំទលាយដើម្បីចម្រើននៅអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងហ្នឹងឯងឃើញគុណរបស់បព្វជិតនឹងក្រៃលែងយើងក៏ទំនុកបំរុងបច្ច័យ4មានកឋិនជ័យវរអីហ្នឹងដើម្បីដាក់ហ៊ុនជាមួយនឹងលោកម្ចាស់បានបុណ្យកុសលយើងត្រូវការបុណ្យកុសលដូចយើងត្រូវការប្រាក់ធ្វើផ្ទះអញ្ចឹងណាហ្នឹងសោតាបត្តមៈដូចផ្ទះអញ្ចឹងណាយើងត្រូវសំទានសិលភាវនាហ្នឹងណាដើម្បីបានសម្រេចសោតាបត្តមៈហ្នឹងហើយដល់យើងមានផ្ទះនៅទៅវាអត់មានសេចក្តីទុក្ខដែលយើងនៅកដាលវាលទេបានផ្ទះហ្នឹងត្រូវសំបុណ្យហ្នឹងគឺដើម្បីលោកុត្តរធម៌ទាំងបានសម្រេចមគ្គផលព្រះនិព្វានកំបីគ្លៀងឃ្លាតឡាយសូមអនុមោទនាសូមអនុញ្ញាតពុទ្ធ5នាទីប៉ុណ្ណឹងទេទាំងគ្រូជាម្ចាស់បានប្រកាសនៅក្នុងអចេលកសបៈវិរោះកੰនុខោផន្តេភោកោតមៈសយ៉ាងកតាំងទុក្ខំបបិទ្ធព្រះគោដំដ៏ចម្រើនសេចក្តីទុក្ខធ្វើដោយខ្លួនឯងឬសយ៉ាងកតាំងទុក្ខំណាបរាងកតាំងទុក្ខំតើសេចក្តីទុក្ខអ្នកដតីធ្វើឬហើយសេចក្តីទុក្ខនោះអ្នកដតីខ្លួនឯងធ្វើខ្លះអ្នកដតីធ្វើខ្លះឬណាសេចក្តីទុក្ខយ៉ាងម៉េចហ្នឹងបន្តទៅណានឹងគឺព្រះអង្គសម្ដែងថាមនាលកសបៈមេហេវាំងកសបាតិភគវេអវោចៈរដ្ឋមេភិទ្រង់ប្រកាសសម្ដែងថាមនាលកសបៈអ្នកកំពូលដូច្នោះនៅក្នុងបៃដកលេខ31ទំព័រ39 40អីហ្នឹងមើលទៅតាមនឹងណាហើយកំពូលដូច្នោះបានតែកុំឲ្យយាយកុំឲ្យពោលអញ្ចឹងព្រះអង្គទឹកដីទុកហ្នឹងអ្នកដតីធ្វើដែលគេមកវាយយើងណាដើរគេដាក់ម្ដាយទៅឈឺណាឈឺអ្នកឯងធ្វើខ្ញុំបងណៃថាកំពូលចឹងពោលមកត្រូវម្ដាយណាឡើងខៀវភ្នែកហ្នឹងណាឬក៏ធ្វើដោយខ្លួនឯងដើរទៅបុកទៅសទៅងើបប៉ះរត់ផ្ទះអីទៅណាធ្វើដោយខ្លួនឯងប្រកាន់ខ្លួននឹងមកប្រកាន់ណាវាធ្លាប់តែខ្លួនទៅណាទៅដឹងអ្នកដតីមានណាដើរទៅគេវាយម្ដាយមកមានតែខំរបស់ខ្ញុំអត់និយាយឈ្នះគេទេទៅវាយគេម្ដាយណាកម្មតែឯងខ្ញុំវាយម្ដាយកម្មតែឯងទៅអានឹងទៅបោះប៉ូលីសហើយណានឹងក្នុងដំណើរហ្នឹងអញ្ចឹងបានព្រះអង្គប្រកាសពីសច្ចធម៌ហើយធ្វើដោយខ្លួនឯងក៏កំពូលអ្នកដតីធ្វើឲ្យកំពូលខ្លួនឯងខ្លះអ្នកដតីខ្លះក៏កំពូលអញ្ចឹងសេចក្តីទុកហ្នឹងណាកើតឯងអត់មានទេក៏កំពូលអញ្ចឹងអត់ទេតែអញ្ចឹងសេចក្តីទុកហ្នឹងវាអត់មានទេឬបងតែថាមានសេចក្តីទុកបើទុកសេចក្តីទុកនឹងមានអញ្ចឹងព្រះអង្គអត់ស្គាល់សេចក្តីទុកអីចឹងចូលសួរស្អីកំពូលរហូតណាអញ្ចឹងទៅបានព្រះអង្គសម្ដែងថាតថាគតដឹងជានាមិខ្វាហាំងណាកសបៈទុក្ខំបាសាមិ
ខ្វាហាំងកាសបៈទុក្ខន្តិមានកាសបៈតថាគតដឹងនៅសេចក្តីទុក្ខតាមសេចក្តីពិតតថាគតឃើញនៅសេចក្តីទុក្ខតាមសេចក្តីពិតអញ្ចឹងបានការថ្វាយបង្គំព្រះអង្គសូមព្រះអង្គមេត្តាអនុគ្រោះទ្រង់ប្រទានតើព្រះអង្គទ្រង់ឃើញទ្រង់ជ្រាបទ្រង់ដឹងនៅសេចក្តីទុក្ខដោយម្ដេចបានព្រះអង្គប្រកាសអវិជ្ជាបច្ចយាសង្ខារាបច្ចយាវិញ្ញាណហ្នឹងឯងសង្ខារនឹងកើតអំពីអវិជ្ជាជាបច្ច័យបើមានសត្វបកុលណាទេប៉ុន្តែវាដំណោមួយខណ្ឌដល់យើងសិក្សាទៅចិត្តវាស្ងប់រងាប់វាមិនបានប្រកែប្រកាន់ថាយ៉ាងម៉េចយ៉ាងម៉ាទេអ្នកណាស្រឡាញ់អ្នកណាស្អប់ជាប់ត្រឹមហ្នឹងអ្នកណាដឹងអ្នកណាមិនដឹងប្រឹងតែល្អអ្នកណាយ៉ាងម៉េចយ៉ាងណាធម្មតាធัวនេះជូនលោកជំទាវជូនស្រីតែប្រកាសចូលចិត្តដាមាហូមនឹងយូរហើយណាតែលោកគ្រូទេប្រហោះយកមិនដែរណាកោទីកោចោសតិប្បដ្ឋានបានអស់ខ្វល់អ្នកណាយ៉ាងម៉េចអ្នកណានឹងធ្វើយ៉ាងម៉េចវាមានអ្នកណានឹងធ្វើអីក៏ធ្វើទៅធម្មតាធัวអញ្ចឹងអាម៉េចយ៉ាងណាធម្មជាតិវាប្រែប្រួលយ៉ាងម៉េចក្រៅតិចយ៉ាងម៉េចវាជាធម្មតាធัวតែប្រឹងហ្នឹងដោយគ្រូសំដែងនៅវត្តព្រៃកោព្រឹកមិញហ្នឹងគឺថាមួយឆ្នាំហ្នឹងគឺចាក់100ឆ្នាំមិនមែនមួយឆ្នាំទេណាហើយចាក់មួយថ្ងៃ300ពេងបើសេចក្តីប្រព្រឹត្តបែបហ្នឹងរួចចាក់ទុកឲ្យទៅចាក់ទៅប៉ុន្តែវាអត់រួចចាក់ទុកទេអញ្ចឹងវត្តអសង្សារវែងឆ្ងាយនេះគឺថាដោយសារមិនបានអប់រំនៅអរិយមគ្គឯងអនាគតសេវហេអរិយមគ្គភេវនីយអសតិណាទុក្ខបច្ចនីរហសទុក្ខខន្ធាសៈអរិយមគ្គភេវនីយនិរោធោអនាគតនឹងគឺថាខណ្ឌក្នុងអនាគតគួរនឹងកើតឡើងព្រោះមិនបានអប់រំនៅអរិយមគ្គដល់បានអប់រំនៅអរិយមគ្គកំណួរខាងក្នុងអនាគតរលត់ដោយការមិនកើតឡើងដោយបានមគ្គនឹងឯងចឹងសូមអនុមោទនាញាតិញោមបូជាពធវត្តនេះក៏ច្រើនដែរមិនមកដណ្ដប់លៀននឹងក្រាស់ណាមិនត្រែដែរទេបាសកសុនដារិនបាសកាទូចន្ទឌីនិងកូនបូជាពធទេសនា50មិនដូច100ណា100បាសកជាមអេស្រួលបាសកាវ៉ាសុគីន$5បាសកជាសមាជគ្រួសារ40000រៀលបាសកាប្រាក់សុភី350000រៀលក្រុមគាត់ទៅណាហើយបាសកាច័ន្ទបាសកច័ន្ទហៀងបាសកាជាហាងហួរនឹងបត់បូជាពធ2000000រៀលអ្នកគ្រូអភិធម្មណាទាំងពីរអ្នកគ្រូទាំងពីរអ្នកគ្រូត្រពាំងគង់នឹងបូជាពធ320,000រៀលពុទ្ធបរិស័ទក្រុមវេនបាសការរស់ចិននិងញាតិមិត្តបូជាពធ200,000រៀលហើយនឹងអមត្រៃនឹង200,000រៀលសរុប400,000រៀលអំប្រោះណាប្រុសសរុបទៀតណាបាសការសាទនាគ្រីបឹងបាសការបឹងសខំ20000រៀលប្រោមស្រី20000រៀលបាសតង់ឈិនភរិយា10000រៀលបាសការផានីពីណាត់10000រៀលបាសការលៀងម៉ាលីណា10000រៀលបាសការវ៉ាន់មនីព្រមទាំងកូនចៅបាសការខុតបលៃកូនចៅបាសការទូសេនហូនស្វាមីកូនចៅបាសការមីដារ៉េនកូនចៅបាសការពុំសានីហើយណាវត្តភរិយានិងកូនចៅបាសការពូនយេតមកវត្តទាំងអស់គ្នា70000រៀលបាសការអ៊ុយសានីព្រមទាំងស្វាមី10000រៀលបាសការជាសខំក្រុមញាត30000រៀលបាសការទឹកយំបាសការបាសក់ម៉ៅម៉ត់បាសការទូនយ៉ានបាសការអុកគឹមកងកញ្ញាបូជាធัวណា30000រៀលគ្រប់ជូនបូជាធัวបាសការខៃហួរនិងកូនចៅបាសការខៃហ៊ុនណា20000រៀលបាសការតាំងប៉ោជើងហើយបងទួនក្រុមកុសាកូនចៅចៅទួត40000រៀលប្រអមស្រីបូជាធัว10000រៀលបាសការម៉ៃ10000រៀលបាសការវណ្ណារាណាសវណ្ណារាននមេលេនអ្នកបដាយកូនចៅ20000រៀលបាសការអូងាន់ព្រមទាំងកូនចៅចៅទួតណាបូជាធัว50000រៀលបាសិកាតែងៃតែស៊ូងឯងព្រមទាំងកូនចៅ50000រៀលបាសិកាឯកសផលនេះឯកបាសិកាណាបាសិកាឯកសផលបូជាធัว10000រៀលបាតង់ឈិនបូជាពធัว10000រៀលតង់ឈិនបូជាពធัว15កឋិនក្នុងមួយកឋិន10000រៀលណា150,000ណាតង់ឈិនដាក់150,000មកថែមទៀតណាកងភេបម៉ាស៊ី10000រៀលបាសកជាស្មឿនចន្ទថានកូន10000រៀលបាសកាប៉ុលសមុខហើយញាប់កូនចៅ50000រៀលបាសកាកងចិន្តាកូនចៅ20000រៀលប៊ុនសវណ្ណ10000រៀលម៉ៅប៊ី10000រៀលបាសកាខុនសូនីម៉ាអ្នកម្ដាយស្វាមីកូនស្រីពេជ្រ30000រៀលបាសកាស៊ីនស្រណែតស្វាមីកូនចៅ10000រៀលញោមស្រីគូហេមញ្ជា10000រៀលបាសការៀបចិន្តានិងកូន10000រៀលបាសកាសុកចិន្តានិងកូន10000រៀលបាសកាច័ន្ទបផាណាព្រមទាំងកូនចៅចូលបនកឋិន100,000រៀលបាសកាខុនវណ្ថា20000រៀលលោកម្ចាស់ខេងពូល10000រៀលបាសកានៅម៉ៅ20000រៀលបាពុទ្ធបរិស័ទណាបូជាពធัวនៅវត្តច្បាប់មានជ័យនេះចំនួន97500រៀលពុទ្ធបរិស័ទក្រុមបាសិកាធារី500,000រៀលបាសកគូលងពេញបាសកាជួសហេនិងកូនចៅ
អ្នកមត្ថរតនតិយស័កសូមនមស្ការថ្វាយបង្គំគណៈគុណចាស់អង្គគ្រូវិទ្យាការវត្តចំបក់មានជ័យព្រះសង្ឃគ្រប់ព្រះអង្គនិមន្តជាគណៈសង្ឃគណៈពលកៈគ្រប់ព្រះអង្គទាំងអស់ចា៎មួយលើដោយលោកចាស់ព្រះកញ្ញាចុតតោក្នុងកិច្ចការងារធម្មទានលោកគ្រូអាចារ្យកម្មការបាទសកបាតិកាអាជ្ញាធរដែនដីគ្រប់សម្រាប់ថ្នាក់ដោយអបតីអនុគ្រោះបណ្ណាក្នុងកម្មវិធីបុណ្យកឋិនទានប្រចាំឆ្នាំពុទ្ធសករាជ2568ថ្ងៃ8កើតខែកដិកបន្ទាប់ពីព្រៃកោសង្កសាលវ័នមកហើយថ្ងៃវត្តវេលវ័នព្រៃឫស្សីហើយនឹងទៅអំពើមាសបាសិកាភួនយីគាត់ច្រើនតែទំនុកបំរុងទៅខាងមណ្ឌលគិរីក៏មានទៅខាងអូស្មាច់នោះក៏មានចេញពីព្រៃសីទៅក្នុងរវាងម៉ោង4កន្លះទៅលើខ្វះអីតិចតួចតាមនឹងប៉ុណ្ណាហើយថ្ងៃស្អែកនឹងបានចេញទៅព្រៃវែងវត្តសង្ឃសម័យហើយនឹងថ្ងៃចេញទៅវត្តមួយទៀតចិត្តវត្តតមូងនៅខាងមេមត់ក៏ណាហើយបានថ្ងៃ10កើតរីរំបញ្ញាបញ្ញាមកវត្តមនីសាគរហើយលោកចាស់អង្គសេរីពោធិព្រឹកហ្នឹងលោកថាឲ្យទៅជួយវេហើយមិនបានសម្ដែងអីច្រើនក៏រៀបរាប់អីតិចទៅហើយបានត្រឡប់មកអំពើមាសនឹងតាមរយៈលោកចាស់ព្រះកញ្ញាចុតតោណាហ្នឹងហើយពោធិព្រឹកនឹងអំពើមាសក្នុងវេលាព្រឹកនេះក៏មានម៉ោងពេលអីស្រួលបួលហ្នឹងឯងផ្លូវចូលមកតាមវត្តដំណាក់7ក៏បានតាមផ្លូវចាស់ចាក់ស៊ូគ្រាន់តែចូលក្រោមផ្លូវលបឿនលឿនហ្នឹងវៀងបន្តិចគេធ្វើស្ពានធ្វើអីហ្នឹងប៉ុណ្ណាហើយឲ្យលោកគ្រូជួយវេកឋិនប៉ុណ្ណាក្នុងជីវិតយើងក៏បីបាននៅកម្មសកតញ្ញៀនក៏ហ្នឹងបញ្ញាដឹងថាបុណ្យកុសលហ្នឹងជាប្រយោជន៍បុណ្យកុសលហ្នឹងឯងដែលកំចាត់បងនៅអនត្ថៈដែលមិនជាប្រយោជន៍អានឹងខ្លឹមសារនៃពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនាព្រះអង្គទ្រង់ប្រកាសសម្ដែងអភិញ្ញាយ៉ាងណាធម៌ដែលព្រះអង្គសម្ដែងឲ្យដឹងអភិញ្ញាយ៉ាងណាមិនមែនសម្ដែងមិនឲ្យដឹងទេដឹងហ្នឹងដឹងអីដឹងខណ្ឌធាតុអាយតនៈហ្នឹងឯងរហូតដល់ទៅដឹងទៅតែប្រធានសមប្រធានហើយទី2សនិទេនាងធัวព្រះអង្គសម្ដែងមានហេតុមានផលព្រះអត្ថកថាលោកថាមានបច្ច័យណានឹងធัวក្នុងពុទ្ធសាសនាដែលជាអាការៈគ្រឿងសម្គាល់ថាជាព្រះពុទ្ធសាសនាខុសពីលទ្ធិសាសនាដទៃ អ
ហើយទី3សัพបរិហារិយ៉ាងព្រះអង្គសម្ដែងពធហ្នឹងណាធ្វើឲ្យអ្នកស្ដាប់ហ្នឹងចម្រើនទៅដោយគុណចម្រើនដោយសតិបញ្ញាហើយបានសម្រេចមគ្គផលជាការអស្ចារ្យសัพបរិហារិយ៉ាងណាបានទីពឹងខ្លួនឯងហ្នឹងដោយអរិយមគ្គលោកុត្តរធម៌ហ្នឹងសម្រេចមគ្គផលខ្លួនឯងអត់មានទេវតាប្រអិនប្រព្រំណាមកជួយឲ្យរួចផុតចាកទុក្ខទេមាន3ហ្នឹងហើយមួយអភិញ្ញាយ៉ាងណាចាំហ៎ព្រះអង្គសម្ដែងឲ្យដឹងមិនមែនដើម្បីមិនឲ្យដឹងទេហ្នឹងហើយហើយទី2សនិទាននាងព្រះអង្គសម្ដែងធัวហ្នឹងគឺថាមាននិទានណាមាននិទានមានហេតុមានបច្ច័យសัพបរិហារិយ៉ាងអស្ចារ្យធัวជាទីពឹងហ្នឹងគឺនៅក្នុងមួយអង្គម្នាក់ហ្នឹងតែម្ដងអត់មានព្រះអាទិទេពដោយអិសរៈនិមានវិទ្យគឺសាសនាពឹងព្រះអាទិទេពសូមឲ្យព្រះអាទិទេពជួយកិច្ចការងាររត់ទទួលទានដោយខ្លួនឯងហ្នឹងហើយប៉ុន្តែដល់តេតួងនឹងរឿងដំណើរជីវិតទៅគឺត្រូវតែអំបកបន់ស្រន់បួងសួងពលីកម្មបូជាយញ្ញហ្នឹងហើយអគិហុតៈមុខាយញ្ញេគឺណាក្នុងបណ្ដាយញ្ញទាំងឡាយហ្នឹងគឺមានការបូជាភ្លើងជាប្រមុខហ្នឹងហើយតែពុទ្ធបរិស័ទយើងមានប្រសង់ជាប្រមុខនៃអ្នកដែលប្រាថ្នាបុណ្យហ្នឹងឯងបញ្ញមាកង្ខមាណាណੰសវេសង្ឃោតេមុខន្តិយៈជាក្នុងការដែលបូជាហ្នឹងមានប្រសង់ជាប្រមុខហ្នឹងឯងជាបឋមប្រធានហើយប្រសង់មានព្រះសម្មាសម្ពុទ្ធជាប្រមុខទៅទៀតហ្នឹងឯងហើយអាហ្នឹងនិយាយពីការបូជាមានប្រសង់ជាប្រមុខហើយដល់យើងបានសម្រេចបុណ្យកុសលអំពីប្រសង់សម្ដែងពធទេសនាថែរក្សាពុទ្ធសាសនាថែរក្សាបត្រៃបីដកហូហែរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងអត្តទីបាគឺត្រូវយើងពឹងលោកយៈលោកុត្តរោធម្មោណាលោកយៈលោកុត្តរោធម្មោហ្នឹងអង្គធัวរបស់អត្តទីបាហ្នឹងព្រះអត្តកថាតែងតែបញ្យលអត្តទីបាហ្នឹងប៉ុណ្ណាលោកយៈលោកុត្តរោធម្មោហ្នឹងគឺសតិប្បដ្ឋានលោកយៈនេះជាបុព្វភាសតិហ្នឹងនៅក្នុងទុក្ខសច្ចព្រោះជាលោកយៈដែលសមាសតិអង្គមគ្គជាលោកុត្តរៈហ្នឹងគឺជាអរិយមគ្គនៅជាលោកយៈហ្នឹងជាបុព្វភាឲ្យសម្រេចអរិយមគ្គហ្នឹងធัวជាទីពឹងអត់មែនថាទៅងូតទឹកបណ្ដែតបាបអីឲ្យអស់អត់ទេអត់មែនជាហេតុផលទេព្រោះទឹកហ្នឹងវាអត់ចេះនាំយកបាបពីចិត្តសន្តានទៅទេព្រោះធម្មជាតិចិត្តសន្សំសន្តានសូម្បីតែព្រះឧបល័យចើងម៉ើងឆ្មាំងឆ្មៃដាក់ព្រះវិជ័យកពុទ្ធរួចហើយចិត្តហ្នឹងបានសន្សំហើយដល់ក្រោយមកក្តៅក្រហល់កាហាយរូបកាយហ្នឹងពីជាតិមុនជាបរិជាបុត្រធំមានអំណាចចេះនិយាយថាតោះចិត្តចំព្រះវិជ័យកពុទ្ធអញ្ចឹងក៏មកសូមកម្មាទោសព្រះវិជ័យកពុទ្ធទៅវាអត់បន្តកម្មពីវរាអីទៅទៀតប៉ុន្តែបាបកម្មរួចហើយឲ្យកើតនៅក្នុងត្រកូលថោកទៀតព្រះឧបល័យតែមានអីទេគ្រាន់តែថាជាវណ្ណៈវាមិនមែនជាខត្តយតកូលដូចជាសក្យវង្សព្រះ
អានន្តព្រះអនុរុទ្ធព្រះផតតិយៈអីចឹងណាព្រះភគុព្រះកម្ពលៈអីដែលបានយាងទៅបួសព្រះឧបល័យក៏ទៅដែរតែជាខ្មាន់ប្រកេះទេកើតនៅក្នុងតកូលថោកទាបអានឹងពាក្យរបស់លោកក្នុងអបទានហ្នឹងលោកថានាំឲ្យកើតក្នុងតកូលថោកទាបថោកទាបហ្នឹងដោយសារការដែលមើងងាយព្រះវិជ័យកពុទ្ធហ្នឹងឯងអាហ្នឹងវាបាបតែមិនមែនបាបឲ្យបដិសន្ធិទេបាបហ្នឹងវាទៅបៀតបៀនកុសលធ្វើឲ្យកុសលហ្នឹងជាញាណសម្បយុទ្ធប្រកបដោយបញ្ញាឲ្យបដិសន្ធិតិហេតុកៈប៉ុន្តែវាអត់មានពូជតកូលពងពោះហ្នឹងឯងប៉ុនដែលឲ្យបដិសន្ធិហ្នឹងណាប្រកបដោយបញ្ញាព្រះឧបល័យជាដើមហ្នឹងប៉ុន្តែវាខ្វះពូជដែលឲ្យកើតក្នុងតកូលពងពោះដោយសារបាបហ្នឹងវាបៀតបៀនកុសលហ្នឹងជាឧបបិលកកម្មហ្នឹងឯងដូចជាព្រះនាងបណ្ណាធិរីដែលធ្លាប់ជាស្ត្រីបំរើដាច់ថ្លៃក្នុងផ្ទះលោកសិទ្ធិអនាថបណ្ឌិតប៉ុន្តែបដិសន្ធិដោយបញ្ញាគ្រាន់តែថាបាបដែលធ្លាប់បានមើលងាយភិក្ខុនីអង្គដតីដែលមានសិលលោកអត់ចេះច្រើនបរិយ័តអីមែនប៉ុន្តែលោកមានសិលលោកជាព្រះអរិយបុគ្គលលោកជាព្រះអរហន្តហ្នឹងហើយអានឹងការមើលងាយហ្នឹងធ្លាក់នរកមិនធម្មតាទេគ្រាន់ថារួចពីនរកមកវាខ្វះពូជដែលឲ្យកើតក្នុងតកូលពងខ្ពស់ហ្នឹងឡប់បួសក្នុងសាសនាព្រះសម្មាសម្ពុទ្ធ6អង្គមុនវិបស្សីព្រះសិក្ខីព្រះវេស្សភូបកកសន្ធោបកោណាគមនោបកសបោបួសត្រួតត្រងបត្រៃបីដកប៉ុន្តែសុតមតោសវឹងហ្នឹងចំណេះដឹងហ្នឹងមើងងាយមើលថោកព្រះភិក្ខុនីដតីចេះចោះអាហ្នឹងធัวជាលោកីកាមមិនខ្ចីខ្លាចតែមានឱកាសអាចវាករណីហិនហើយឥឡូវហ្នឹងអន្តតែព្រះឧបល័យក៏បានបួសដោយមហាបតីអនុគ្រោះតេតួងនឹងឧបនិស្ស័យមានមកហើយក៏បានសូមព្រះអង្គទៅប្រព្រឹត្តធម៌ក្នុងព្រៃព្រះអង្គទ្រង់ត្រាស់ថាបើនៅជាមួយតថាគតបានទាំងគន្ធធុរៈបានទាំងវិបស្សនាធុរៈមិនមែនចាំបាច់តលទៅនៅក្នុងព្រៃទេអន្តែល្អហើយដោយវិបស្សនាធុរៈណាកាយវិវេកមិនជាបោកច្បល់ដោយពួកគណៈអីចឹងទៅប្រច្ចារាគៈក្នុងការឃើញការលឺក្នុងការបរិភោគរួមគ្នាក្នុងការនិយាយស្ដីអីហ្នឹងសម្ផស្សលើកាយអីហ្នឹងប្រសិជ្ជាសង្សកៈ5មុខហ្នឹងប្រកបដោយរាគៈសង្សកៈហ្នឹងក៏នាំឲ្យបាននៅនៃខមៈសុខបវិវេកសុខឧបសមៈសុខនិងសម្ពោធិសុខរេសុខរបស់បព្វជិតមាន4ហ្នឹងគេរៀបវាអដ្ឋិសុខភោគសុខអនិណសុខអនិវច្ចសុខហើយបើសបាយ7យ៉ាងមួយសបាយនឹងអាវាស
ពីសបាយនឹងទីកោចោសបាយហ្នឹងគឺកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅ3សបាយនឹងបុគ្គល4សបាយនឹងសបាយកថា5សបាយនឹងអាហារបរិភោគអាហារជាទីសបាយមិនមែនរីករាយដោយលោភៈអីកុសលធម៌ចម្រើនឡើងចឹងខ្វះខាតអាហារក៏មិនជាទីសបាយអត់បានសម្រេចមគ្គផលទៀតក្នុងចិត្តវៈរឿងរ៉ាវមេត្តកមេត្តាអីហ្នឹងទី6សបាយនឹងឧតោដៅតិចអីល្មមចឹងទៅទី7សបាយនឹងអេរិយាបថកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅចម្រើនសមថៈទៅអប់រំវិបស្សនាមានសមថៈជាបាតនឹងចឹងទៅសបាយ7ក្តីសុខ4របស់ក្រហោះរាវៈអត្តសុខមានទ្រព្យភោគសុខបរិភោគ